ទី5នេះកាន់តែពិសេសសូម្បីតែក្មេងក៏គាត់អាចស្រូបបំណងប្រាថ្នាដែលគាត់ចង់បានចូលមករកគាត់ដែរឲ្យតែគាត់ដឹងអាចកំបាំងមួយនេះតើបងប្អូនទាំងអស់គ្នាកុំឲ្យចំណាយពេលយូរទៅតាមដានវីដេអូ The Secret ដែលសម្រាយដោយលោកគ្រូតុនសុបិនវគ្គ5បាទការពីវគ្គ4ដែលក្មេងប្រុសម្នាក់គាត់បានប្រើប្រាស់រូបភាពនៃអារម្មណ៍ឬក៏យើងហៅថាជាចិន្តនាការនៅក្នុងការសាងរូបភាពណាមួយនៅក្នុងខួរក្បាលរបស់គាត់ហ្នឹងហើយបាទវគ្គបន្តនេះយើងនឹងឃើញថាតើនឹងមានអ្វីកើតឡើងហើយខ្ញុំសូមបញ្ជាក់ផងដែរថាច្បាប់នៃការស្រូបទាញមិនលើកលែងសូម្បីតែកូនក្មេងក៏ដោយឲ្យតែគាត់ដើរទៅដល់កន្លែងនឹងមួយបាទដើរទៅដល់កន្លែងហ្នឹងគឺមានថាឲ្យតែគាត់ចេះប្រើប្រាស់អាចកំបាំងគឺមានន័យថាបើទោះបីជាគាត់ដឹងខ្លួនឬក៏មិនដឹងខ្លួនក៏ដោយនៅពេលដែលគាត់ចាប់ផ្ដើមប្រើប្រាស់ការគិតផងគាត់នឹងផ្ដោតសំខាន់ទៅលើអ្វីដែលខ្លួនចង់បាននោះគាត់នឹងទទួលបានបាទអូខេតោះលើចាប់ផ្ដើមបាទអស្ចារ្យមែនទែនបាទអញ្ចឹងច្បាប់នៃការស្រូបទាញខ្ញុំសូមបញ្ជាក់ផងដែរថាគឺច្បាប់មួយនេះគឺមានសភាពជាសកលហើយមានសភាពបែបជាបញ្ញាសកលទៀតផងគឺមានថាមានសភាពឆ្លាតឆ្លៀសឧទាហរណ៍ថាយើងមានអាយុប៉ុណ្ណឹងអញ្ចឹងយើងគួរតែធ្វើការងារអីឬក៏មានអ្វីមួយដែលនឹងអាចជួយយើងឲ្យលើសពីនឹងបានដូចជាបើសិនជាយើងគ្មានសមត្ថភាពនៅក្នុងការរកប្រាក់ចំណូលទេអញ្ចឹងវាច្បាស់ជាមានឪពុកម្ដាយឬក៏មានមិត្តសម្លាញ់ឬក៏មានមិត្តភ័ក្តិឬក៏អាចត្រូវរង្វាន់ត្រូវឆ្នោតទៅអីចឹងទៅបាទនឹងសម្រេចបានគោលបំណងផងយើងនឹងដូចគ្នាបាទគឺវាអស្ចារ្យថងកន្លែងហ្នឹងវាមិនមែនងាប់នៅតែមួយកន្លាទេមិនមែនថាអេកូនក្មេងមិនតមានសមត្ថភាពនៅក្នុងការរកប្រាក់ចំណូលបានទេអញ្ចឹងមិនចាំបាច់ខំប្រឹងសម័យអីទេព្រោះសម័យក៏គ្មានសមត្ថភាពនៅក្នុងការទិញដែរអញ្ចឹងច្បាប់នៃការស្រូបទាញអត់បាននិយាយនៅក្នុងលក្ខខណ្ឌហ្នឹងទេអ្នកណាក៏ដោយដែលមានសមត្ថភាពនៅក្នុងការប្រើប្រាស់កម្លាំងនិងធម៌ពលរលកនៃគំនិតរបស់ខ្លួនគឺមានថាច្បាប់នៃការតាក់ទាញនៅតែធ្វើការអញ្ចឹងជាដរាបពេលដែលយើងបដូរភាពអស្ចារ្យទៅជាការពិតលោកអ្នកស្ថិតនៅក្នុងទីឋានមួយពង្រីកខ្លួនឲ្យកាន់តែធំហើយកាន់តែល្អសូមបញ្ជាក់ជូនមិត្តរបស់ខ្ញុំស្ថិតនៅដំណើរការច្នៃប្រឌិតច្បាប់នៃការតាក់ទាញការសិក្សាអនុវត្តនៃច្បាប់តាក់ទាញវានឹងជួយឲ្យលោកអ្នកកត់សម្គាល់ថាវានឹងជួយបង្ការអារម្មណ៍ឲ្យលោកអ្នកយ៉ាងម៉េចនៅពេលបច្ចុប្បន្នការសាកល្បងបើកឡានទិញអីវ៉ាន់សម្រាប់ផ្ទះចូលទៅក្នុងផ្ទះលោកអ្នកធ្វើអ្វីក៏ដោយឲ្យតែបង្កើតអារម្មណ៍បាននៅពេលនេះហើយចាំទុកបើសិនជាលោកអ្នកអាចធ្វើបានវាជួយឲ្យលោកអ្នកមានការតាក់ទាញវាក៏អាចជួយឲ្យលោកអ្នកភ្ញាក់ខ្លួនដែរឬក៏វាស្ថិតនៅក្នុងត្រង់ចំណុចហ្នឹងហើយនឹងកាត់ឡើងឬមួយលោកអ្នកទទួលបានកំណត់ជំរុញចិត្តណាមួយលោកអ្នកមិនគួរទៅទេបាទវាជួយឲ្យលោកអ្នកមានការតាក់ទាញវាក៏អាចជួយឲ្យលោកអ្នកភ្ញាក់ខ្លួនដែរឬក៏វាស្ថិតនៅក្នុងត្រង់ចំណុចហ្នឹងហើយនឹងកាត់ឡើងឬមួយលោកអ្នកទទួលបានកំណត់ជំរុញចិត្តណាមួយបាទអញ្ចឹងកន្លែងនេះគេបានប្រើពាក្យថាកំណត់ជំរុញចិត្តតាមពិតទៅកន្លែងហ្នឹងខ្ញុំសូមបាទបន្ថែមអត្ថន័យបាទឲ្យបងប្អូនទាំងអស់គ្នាកាន់តែយល់ច្បាស់កន្លែងហ្នឹងវាហាក់បីដូចជានៅពេលដែលយើងចាប់ផ្ដើមមានរូបភាពណាមួយនៅក្នុងខួរក្បាលរបស់យើងហើយនោះវានឹងមានកម្លាំងនៅក្នុងការជំរុញដល់ឯងអញ្ចឹងកម្លាំងជំរុញនេះឯងដែលប្រៀបបានដូចជាអំណាចពីខាងក្រៅរបស់ចក្រវាឡហ្នឹងបាទគេមកសន្ធិដ្ឋនៅក្នុងខ្លួនផងយើងបាទនៅក្នុងអត្ថន័យកន្លែងហ្នឹងគឺចង់មានថាអញ្ចឹងលោកអ្នកមិនគួរទៅទេខ្ញុំមិនគួរធ្វើរបៀបនេះទេប៉ុន្តែខ្ញុំមិនចូលចិត្តទេពីព្រោះថាមិនមែនជារឿងត្រឹមត្រូវបើសិនជាករណីបែបហ្នឹងមែនពេលខ្លះសកម្មភាពក៏ត្រូវការដែរប៉ុន្តែបើលោកអ្នកធ្វើទៅតាមអ្វីដែលពិភពលោកព្យាយាមលោកអ្នកនឹងទទួលបានអារម្មណ៍រីករាយហើយមានជីវិតរស់រវើកចក្រវាឡប្រៀបបានទៅជាល្បឿនពេលវេលាកុំស្ទាក់ស្ទើរកុំសង្ស័យនៅពេលដែលមានឱកាសនៅពេលទទួលបានផលប្រយោជន៍ហើយនៅពេលដែលពួកយើងមានឱកាសនោះវាបានផ្ដល់ឲ្យយើងធ្វើសកម្មភាពជាច្រើននេះហើយគឺជាការងាររបស់យើងបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាកលេចមើលនេះបាទអញ្ចឹងនារីម្នាក់ហាក់បីដូចជានៅក្នុងឧទាហរណ៍ថាគាត់នឹងកំពុងតែរងចាំនៅសុភមង្គលណាមួយឬក៏ក្តីសប្បាយរីករាយណាមួយនៅក្នុងពេលអនាគតដោយឡែកគាត់មិនបានដឹងថាការដែលគាត់បានចូលរួមសកម្មភាពបាទនៅក្នុងគណៈពេលដែលគាត់ចង់បាននេះនឹងឯងគឺជាដំណើរការពិតប្រាកដគឺជាអ្វីដែលគាត់ចង់បានព្រោះក្តីសម័យខ្លះវាគ្រាន់តែជាការរំពឹងទុកមួយនៅក្នុងពេលអនាគតតែប៉ុណ្ណោះឧទាហរណ៍ថាយើងមានការរំពឹងថាតើយើងទៅដល់កន្លែងហ្នឹងបានយើងសប្បាយឃើញយើងដើររំលងថាយើងភ្លេចថាអាការដែលយើងព្រមសប្បាយពីឥឡូវទៅនេះខណៈពេលដែលយើងធ្វើដំណើរក៏យើងសប្បាយខណៈពេលដែលយើងទៅដល់គោលដៅក៏យើងសប្បាយធ្វើទៅតាមអ្វីដែលពិភពលោកព្យាយាមលោកអ្នកនឹងទទួលបានអារម្មណ៍រីករាយហើយមានជីវិតរស់រវើកចក្រវាឡប្រៀបបានទៅជាល្បឿនពេលវេលាកុំស្ទាក់ស្ទើរកុំសង្ស័យនៅពេលដែលមានឱកាសនៅពេលទទួលបានផលប្រយោជន៍ហើយនៅពេលដែលពួកយើងមានឱកាសនោះវាបានផ្ដល់ឲ្យយើងធ្វើសកម្មភាពជាច្រើននេះហើយគឺជាការងាររបស់យើងនេះគឺជា
បានចឹងកន្លែងនេះគេចង់បន្ថែមថាចក្រវាលវាអត់មានមាត់ទេបាទហើយក៏អត់មានប្រើប្រាស់ភាសាអីដែរអញ្ចឹងចក្រវាលគេធ្វើការទំនាក់ទំនងតាក់ទងមកកាន់យើងហ្នឹងគឺតាមរយៈនៃអារម្មណ៍បើសិនជាអ្នកទទួលបានអារម្មណ៍នៅក្នុងការបណ្ដាលចិត្តណាមួយនោះគឺមានថាច្បាប់នៃការតាក់ទាញកំពុងតែដំណើរការនៅក្នុងខ្លួនផងយើងហើយបាទ អ្វីដែលលោកអ្នកគួរតែធ្វើលោកអ្នកនឹងចាប់អារម្មណ៍គ្រប់យ៉ាងដែលលោកអ្នកត្រូវការបើសិនជាប្រាក់លោកអ្នកត្រូវការលោកអ្នកនឹងតាក់ទាញមនុស្សដែលលោកអ្នកត្រូវតែប្រើលោកអ្នកនឹងតាក់ទាញបើលោកអ្នកត្រូវការសៀវភៅលោកអ្នកនឹងតាក់ទាញយើងត្រូវតែចាប់អារម្មណ៍ចំពោះអ្វីដែលយើងតាក់ទាញពីព្រោះវាប្រកាន់ភ្ជាប់នៅអ្វីដែលលោកអ្នកចង់បានយើងចាប់អារម្មណ៍ទៅលើអ្វីដែលតាក់ទាញជាមួយនឹងអស់លោកអ្នកប៉ុន្តែវាពាក់ព័ន្ធទៅនឹងសកម្មភាពរាងកាយតាមរយៈកាយវិការរបស់លោកអ្នកគឺវាកើតឡើងដោយសារតែច្បាប់យើងអាចចាប់ផ្ដើមឡើងចេញពីបាតដៃទៅទេចេញពីបាតដៃទៅទេគ្មានជំរឿសទាល់តែសោះឧទាហរណ៍ជារថយន្តបើករយៈពេលមួយយប់ភ្លើងហ្វាអាចបញ្ជាបានត្រឹមតែ200ទៅ300ម៉ែត្រខាងមុខប៉ុន្តែយើងអាចធ្វើដំណើរពីកាលីហ្វ័រញ៉ាទៅកាន់ទីក្រុងញូវយ៉កបើកាត់ទីងងឹតព្រោះទិសដៅដែលយើងអាចមើលឃើញគឺត្រឹមតែ200ហ្វីតខាងមុខតែប៉ុណ្ណោះនេះហើយគឺជាជីវិតស្ថិតនៅចំពោះមុខយើងបើសិនជាយើងជឿជាក់ផ្លូវចម្ងាយ200ហ្វីតខាងមុខយើងអាចដឹកនាំផ្លូវបានហើយជីវិតអ្នកនឹងប្រព្រឹត្តទៅទីបំផុតអ្នកនឹងទៅដល់ទិសដៅនេះគឺជាអ្វីដែលលោកអ្នកគួរតែទទួលបានបានចឹងកន្លែងនេះគាត់ចង់និយាយថាចេះគាត់ចង់និយាយថាខ្សែជីវិតផងយើងវាប្រៀបបានដូចជាភ្លើងឡានអញ្ចឹងបើទោះបីជាគោលដៅរបស់អ្នកនៅភ្នំពេញក៏ពិតមែនវាមិនមែនប្រកាសថាតតែភ្លើងឡានយើងនឹងបាញ់ទៅដល់ភ្នំពេញទើបយើងអាចធ្វើដំណើរបាននោះទេសូម្បីតែភ្លើងឡានដែលវាបាញ់ត្រឹមតែ300ឬក៏400ម៉ែត្រទៅខាងមុខអញ្ចឹងក៏មានថាអ្នកក៏អាចធ្វើដំណើរទៅកាន់គោលដៅបានដែរអញ្ចឹងកន្លែងហ្នឹងនៅក្នុងន័យត្រង់គេចង់និយាយថាបើទោះបីជាអ្នកគ្មានអ្វីក៏ដោយអ្នកចាប់ផ្ដើមពីបាត់ដៃទទេក៏ដោយក៏អ្នកនៅតែមានសមត្ថភាពនៅក្នុងការចាប់ផ្ដើមបន្តិចម្ដងគ្រាន់តែដឹងថានៅពេលដែលអ្នកដើរបានមួយជំហាននោះផ្លូវមួយជំហានទៀតនឹងបង្ហាញឲ្យអ្នកឃើញអ្នកកាន់តែដើរអ្នកកាន់តែឃើញផ្លូវបាទនៅក្នុងហ្នឹងគឺចង់និយាយថាចឹងវិធីមួយទៀតមនុស្សតែងតែឆ្ងល់ថាតើធ្វើដំណើររយៈពេលវែងប៉ុណ្ណារយៈពេលយូរប៉ុណ្ណានៃការធ្វើដំណើរដែលរថយន្តទំនាក់ទំនងឬក៏លុយកាក់ខ្ញុំអត់មានសិភៅច្បាប់អីទេដែលបញ្ជាក់ថាលោកអ្នកកន្លះម៉ោង3ថ្ងៃឬក៏30ថ្ងៃខ្ញុំគិតថាយល់ល្អលោកអ្នកគួរតែសម្របជាមួយនឹងពិភពចក្រវាឡដោយផ្ទាល់តែម្ដងទៅបាទហើយកន្លែងនេះគាត់ចង់និយាយថាចេះគាត់ចង់និយាយថាទីទូទៅអ្នកដែលប្រើប្រាស់ទៅតងជាមួយនឹងច្បាប់នៃការស្រូបទាញហ្នឹងពួកគេតែងតែនាំគ្នាខ្វល់ខ្វាយថាតើរយៈពេលប៉ុន្មានថ្ងៃប្រហែលខែប្រហែលឆ្នាំដើម្បីឲ្យខ្លួនឯងនឹងអាចសម្រេចបានគោលបំណងតាមដែលខ្លួនឯងនឹងបាទបានដាក់កំណត់ទុកនឹងហើយគាត់បាននិយាយថាសូម្បីតែគាត់ខ្លួនឯងក៏គាត់មិនដឹងថារយៈពេលប្រហែលដែលបុគ្គលម្នាក់អ្នកដែលប្រើប្រាស់ច្បាប់នៃការតាក់ទាញនឹងសម្រេចបាននោះទេគាត់គ្រាន់តែដឹងថាចេះវាអាស្រ័យទៅលើកត្តាមនុស្សរៀងខ្លួនព្រោះការគិតរបស់មនុស្សមិនដូចគ្នាទេអញ្ចឹងបើសិនជារលកហ្វ្រេកង់ឬក៏រលកសញ្ញាដែលអ្នកបានផ្ដល់ទៅកាន់ពិភពខាងក្រៅវាខ្លាំងប៉ុណ្ណាបាទតាមរយៈនៃការគិតផងយើងហ្នឹងអញ្ចឹងយើងនឹងសម្រេចបានគោលបំណងផងយើងហ្នឹងបាទឆាប់រហ័សទៅតាមនឹងដែរទំហំរបស់វាអត់ពាក់ព័ន្ធជាមួយនឹងចក្រវាលទេវាគ្មានអ្វីពិបាកតាក់ទាញទេវាគឺជាគំនិតនៃវិទ្យាសាស្ត្រហើយនឹងអ្វីដែលយើងគិតថាធំនិងអ្វីដែលយើងគិតថាវាតូចចក្រវាលធ្វើគ្រប់យ៉ាងចាប់តាមពីចំណុច0ស្មើមិនមែនជាការបង្ខិតបង្ខំប៉ុន្តែវាប្រឹងប្រែងឡើងដោយខ្លួនឯងនេះគឺជា design មួយដ៏ល្អនេះគឺបាទហើយមិញខ្ញុំចាប់បានពាក្យថាគាត់បាននិយាយថានៅក្នុងចក្រវាលនេះអត់មានពាក្យថាទំហំធំឬក៏តូចទេអញ្ចឹងគាត់ចង់និយាយថាមិនខ្វល់ថាគោលដៅរបស់អ្នកប៉ុណ្ណាទេច្បាប់របស់ចក្រវាលវាអត់មានតូចធំទេអញ្ចឹងសូមអ្នកកុំបារម្ភអីហើយកន្លែងនេះទៀតគាត់បានបន្ថែមថាសូមឲ្យអ្នកមើលតើតូនជាមួយនឹងរុក្ខជាតិទាំងឡាយគឺវាសិតតែចាប់ផ្ដើមពីបាត់ដៃទេគ្មានការបង្ខិតបង្ខំថាវាត្រូវតែយ៉ាងម៉េចបាទខំប្រឹងឲ្យខ្លួនឯងសុទ្ធស្វែងដើម្បីលូតលាស់នោះទេគឺច្បាប់របស់ចក្រវាលទោះបីជាយ៉ាងណាក៏ដោយត្រូវតែមានការលូតលាស់ទៅមុខជាអតិបរមាជាអ្វីដែលកើតឡើងនៅទីនេះអ្វីដែលយើងកំពុងតែមើលឃើញនៅក្នុងនេះហើយនិយាយថាវាធំណាស់ពេលខ្លះវាតូចខ្ញុំទុកពេលអស់1ម៉ោងអ្នកដឹងទេទាំងនេះគឺជាច្បាប់ដែលយើងកំណត់គ្មានអ្វីដែលតាក់ទងទៅនឹងចក្រវាលទេបើយើងផ្ដោតអារម្មណ៍ដែលយើងមាននៅពេលនេះយើងនឹងទទួលបានចម្លើយតបមានអ្នកខ្លះពេលវេលាងាយស្រួលជាមួយនឹងបញ្ហាផ្សេងៗដូច្នេះយើងនិយាយថាចាប់តាមពីចំណុចតូចដោយកាហ្វេមួយពេញសូមចាប់អារម្មណ៍នេះបាទសូមបងប្អូនអរគ្នាកលេចមើលកន្លែងនេះគាត់បាននិយាយថាបើសិនជាអ្នកទៅតែរៀនទៅតងជាមួយនឹងការប្រើប្រាស់ច្បាប់នៃចក្រវាលសូមឲ្យអ្នកនឹងចាប់ផ្ដើមពីរឿងតូចទៅបាទដោយសារតែនៅក្នុងចិត្តផងយើងនេះយើងមានរឿងតូចមានរឿងធំចំណែកឯច្បាប់របស់ចក្រវាលវាអត់មានទេអញ្ចឹងគេឲ្យយើងធ្វើតាមចិត្តផងយើងវិញបើអ្នកនៅតែមានការគិតថាវាមានទំហំតូចឬក៏ទំហំធំសូមឲ្យអ្នកនឹងចាប់ផ្ដើមធ្វើរឿងតូចនៅក្នុងចិត្តយើងសិនឧទាហរណ៍ថាដូចជាកាហ្វេមួយពេញនៅពេលដែលបងប្អូនទាំងអស់គ្នាបានកាន់វានៅក្នុងដៃសូមបងប្អូនទាំងអស់គ្នាដឹងថានេះគឺជាច្បាប់នៃការស្រូបទាញគឺជាច្បាប់នៃការតាក់ទាញវាបានធ្វើការនៅក្នុងខ្សែជីវិតពិតរបស់យើងហើយហើយបានជាអញ្ចឹងព្រោះបើសិនជាវាមិនផ្ដើមចេញពីការគិតផងយើងទេសុទ្ធថាតើយើងនឹងបានកាហ្វេមួយពេញនឹងដែរទេ
បាទឬក៏ពេលខ្លះយើងគ្រាន់តែនឹកឃើញតែយើងចង់ញ៉ាំកាហ្វេដល់ពេលយើងដើរទៅស្រាប់តែបានជុកកាហ្វេមែនអញ្ចឹងយើងត្រូវដឹងថានេះគឺជាច្បាប់នៃការស្រូបទាញហើយវាកំពុងតែធ្វើការនៅក្នុងខ្លួនផងយើងហើយនៅពេលដែលយើងចាប់ផ្ដើមកំណត់ដឹងជាបន្តមកនោះគឺបងប្អូនទាំងអស់គ្នានឹងមានសមត្ថភាពនៅក្នុងការអាចប្រើប្រាស់កម្លាំងធម៌ពលបាទដែលយើងមានភាពជឿជាក់ទៅលើច្បាប់ចក្រវាលមួយនេះចាប់ផ្ដើមពីរឿងតូចទៅនេះអញ្ចឹងវានឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាលែងមានរយៈពេលនៅក្នុងចិត្តមានថាយើងនឹងអាចមានចិត្តមួយថាយើងចង់សម្រេចកិច្ចការធំក៏ដូចជាការដាក់គោលបំណងធំដោយសារតែយើងមានការជឿជាក់ 100% ទៅលើច្បាប់មួយហ្នឹងបាទតាមរយៈបទពិសោធន៍ដែលយើងបានឆ្លងកាត់មកនេះគឺជាការតាក់ទាញថ្ងៃនេះឧទាហរណ៍ថាយើងនិយាយជាមួយនឹងមិត្តភក្តិដែលខានជួបគ្នាយូរមកហើយអ្នកនឹងចាប់ផ្ដើមនិយាយជាមួយយើងជាមួយនឹងមនុស្សអ្នកនោះនឹងអាចទូរស័ព្ទមកយើងឬក៏យើងទទួលបានបាទហើយកន្លែងនេះក៏គាត់បន្ថែមថាសូម្បីតែរឿងខ្លះដែលយើងគ្រាន់តែនឹកឃើញទៅកាន់ណាម្នាក់ហើយម្នាក់ហ្នឹងក៏គាត់នឹងបានខលមកកាន់យើងហើយមកជួបយើងមែនអ្នកសូមដឹងថានេះគឺជាច្បាប់នៃការតាក់ទាញច្បាប់នៃការសូបទាញវាបានធ្វើការនៅក្នុងខ្លួនផងយើងហើយបើសិនជាអាចសូមអ្នកអរគុណបាទអរគុណខ្លួនឯងថាអ្នកមានសមត្ថភាពនៅក្នុងការអាចប្រើប្រាស់ច្បាប់នៃការតាក់ទាញនឹងបានសម្រេចហើយសម្បត្តិពីគេមនុស្សពិតជាអស្ចារ្យណាស់ខ្ញុំធ្វើជាអ្នកតម្រង់ជួនឡានខ្ញុំធ្វើបែបនេះនៅពេលដែលខ្ញុំមិនយល់ពីអាចកំបាំងទាំងនេះហើយខ្ញុំថ្លឹងពីកន្លែងចតយន្តទៅតាមអ្វីដែលខ្ញុំចង់បានហើយពេលវេលា 95% គឺនៅទីនេះហើយខ្ញុំតាំងចិត្តជាទីបំផុតពេលវេលា 5% ខ្ញុំចង់ចាំ1នាទីបាទអញ្ចឹងលោកដាវីតបាទគាត់បាននិយាយថាគាត់ចាប់ផ្ដើមចេះប្រើប្រាស់បាទច្បាប់នៃការស្រូបទាញហ្នឹងមុនការដែលគាត់នឹងមកចូលរួមទាក់ទងជាមួយនឹងការធ្វើវីដេអូនេះមកម្លេះគាត់គ្រាន់តែដឹងថានៅពេលដែលគាត់ចង់បានកន្លែងចតឡានគាត់គ្រាន់តែគិតថាគាត់នឹងមានកន្លែងចតឡានហើយយ៉ាងហោចណាស់បើទោះបីជាគ្មានកន្លែងចតឡានក៏គាត់មិនដែលចាំយូរដែរបាទត្រឹមតែរយៈពេល1នាទីឬក៏5នាទីយ៉ាងយូរដោយសារតែនៅក្នុងប្រទេសគេហ្នឹងកន្លែងចតឡានហ្នឹងគឺវាពិបាកណាស់បាទទម្រាំតែយើងរកកន្លែងចតឡានបានហ្នឹងគឺវាមិនងាយស្រួលទេសម្រាប់មនុស្សដែលពុំបានដឹងអាចកំបាំងហ្នឹងគឺពួកគេហ្នឹងតែលំបាកនៅក្នុងការចតឡានតែសម្រាប់គាត់វិញគឺវាងាយស្រួលមែនទែនបាទគាត់ចង់និយាយអញ្ចឹងនេះហើយខ្ញុំថ្លឹងពីកន្លែងចតយន្តទៅតាមអ្វីដែលខ្ញុំចង់បានហើយពេលវេលា 95% គឺនៅទីនេះហើយខ្ញុំតាំងចិត្តជាទីបំផុតពេលវេលា 5% ខ្ញុំចង់ចាំ1នាទីឬក៏2នាទីរងចាំមនុស្សដែលចូលមកចតនេះក៏ចាក់ចេញដូច្នេះខ្ញុំធ្វើកិច្ចការនេះក៏ពេលបាទអរគុណច្រើនបងប្អូនអរគ្នាដែលបានតាមដាននិងទស្សនាវីដេអូមួយនេះហើយយើងនឹងជួបគ្នាវាបន្តទៀតដោយសារតែខាងខ្ញុំហ្នឹងគឺភ្លៀងទៀតហើយដល់ពេលអញ្ចឹងតែខ្ញុំហ៊ានតែបន្តនិយាយទៀតគឺនឹងមានសម្លេងរំខានអញ្ចឹងនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាពិបាកក្នុងការស្ដាប់បាទអរគុណ